ស្វាគមន៍អ្នកនរគ្នាមកកាន់ Channel កូដខ្មែរម្ដងទៀតថ្ងៃនេះយើងនឹងចូលទៅកាន់មេរៀនថ្មីមួយគឺយើងនឹងនិយាយអំពី for loop អញ្ចឹងតើ for loop គឺជាអ្វី for loop គឺជា loop ឬហៅថាលក្ខខណ្ឌមួយនៅក្នុងភាសា C ដែលវាធ្វើការងារដដែលម្ដងហើយម្ដងទៀតរហូតដល់លក្ខខណ្ឌដែលវាបានកំណត់អញ្ចឹង loop របស់យើងត្រង់នេះទី1យើងចាប់ផ្ដើមដោយបែបនេះអញ្ចឹងយើងនឹងឃើញការសរសេរ for loop គឺយើងសរសេរជាបែបហ្នឹងអញ្ចឹងសរសេរបែបហ្នឹងគឺមានន័យថាទី1យើងចាប់ផ្ដើមពី e ស្មើប៉ុន្មានអញ្ចឹង e យើងគឺយើងចាប់ផ្ដើមពី1ហើយនៅពេលដែលយើងចាប់ផ្ដើមពី1យើងត្រូវទៅពិនិត្យលក្ខខណ្ឌថា e តូចជាងឬស្មើ n ឬអត់អញ្ចឹង n ត្រង់នេះឧទាហរណ៍យើងបញ្ចូល5តើ n វាតូចជាង5ឬអត់តែបើទៀតវានឹង check ទៅកាន់ទី3 e បូកមានន័យថានៅពេលដែល e តូចជាង n វានៅតែឡើងទៅមួយលេខទៀតឧទាហរណ៍ n ស្មើ5អញ្ចឹងនៅពេលដែល n ស្មើ5 e វាស្មើប៉ុន្មានបើ e ស្មើ4វាលោតទៅមួយលេខទៀតរហូតដល់ e ស្មើ5អញ្ចឹងនៅពេលដែល e ស្មើ5អានេះគឺវាអត់ឡើងទៅទៀតទេដោយសារតែវាកំណត់លក្ខខណ្ឌថា e ត្រូវតែស្មើ5ប៉ុណ្ណឹងអូខេឥឡូវខ្ញុំនឹងបង្ហាញ flow chart ដើម្បីឲ្យអ្នកនរគ្នាងាយស្រួលយល់អូខេនេះគឺជា flow chart ដែលទាក់ទងទៅនឹងកូដអំបញ្ញមិញអញ្ចឹងទី1យើងនឹងមានការ start ហើយយើងចាប់ផ្ដើមដោយ e ស្មើ1អញ្ចឹងទី2បើសិនតែយើងឲ្យ e បើសិនតែយើងឲ្យ n ស្មើ5តើ e យើងស្មើប៉ុន្មានអញ្ចឹង e យើងចាប់ផ្ដើមពីទី1អញ្ចឹង e ទី1វាស្មើ1វានៅតែតូចជាង5ឬអត់បើវាតូចវាប្រកាសជា yes អញ្ចឹងនៅពេលដែលវាតូចវា print hello ទី1វា print hello ទី1ហើយវាទៅពិនិត្យលក្ខខណ្ឌម្ដងទៀតនេះយើងនឹងឃើញបែបនេះនេះវាទៅពិនិត្យលក្ខខណ្ឌម្ដងទៀតថាតើ e វាស្មើប៉ុន្មានចេះនេះវាបន្ទាប់ពីវាបាន print ទី1ហើយវាប្រកាសជាឡើងទៅមួយទៀតអញ្ចឹង e ស្មើ2ម្ដងអញ្ចឹងវាឡើងទៅ e ស្មើ2វាពិនិត្យថាតើ e នឹងវាតូចជាង5ឬអត់អញ្ចឹងនៅពេលដែល e ស្មើ2វាប្រកាសជាតូចជាង5ហើយអញ្ចឹងវានឹង load មក print ទី2 print hello ម្ដងទៀត print 2ដងតែបើសិនតែ e នេះវាស្មើ5អញ្ចឹងនៅពេលដែលវាស្មើ5វាប្រកាសជា load មកកន្លែង n អញ្ចឹងវាស្មើ5វានឹងឈប់ដំណើរការ loop នឹងអូខេឥឡូវយើងបានប៉ុណ្ណឹងនៅពេលដែលយើងបានប៉ុណ្ណឹងយើងអាចទៅ run កម្មវិធីនឹងបានអញ្ចឹងយើងអាចទៅ compile នៅកម្មវិធីនឹងបានហើយថាតើវាចេញអីគេអូខេឥឡូវយើងដាក់ n យើងគឺស្មើ5គេសំទោស n យើងគឺស្មើ5ថាវាចេញលេខប៉ុន្មានតើវាចេញ hello ប៉ុន្មានដងអូខេបន្តមកទៀតយើងអាចរើមក1 2 3 4 5អញ្ចឹងមានន័យថា hello របស់យើងគឺមាន5ដោយសារតែយើងរៀបចាប់ពី n ស្មើ1នេះ n ស្មើ1វាលោត1 n ស្មើ2លោត2 n ស្មើ3លោត3 n ស្មើ4លោត4 n ស្មើ5លោត5អញ្ចឹងនៅពេលដែល n ស្មើ5វាឈប់ដំណើរការ loop អញ្ចឹងមានន័យថាកូដការសរសេរ loop របស់យើងគឺមានតែប៉ុណ្ណឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូពីដើមរហូតដល់ចប់បើសិនតើអ្នកមានចម្ងល់អ្វីផ្សេងអាច comment នៅខាងក្រោមវីដេអូខ្ញុំនឹងឆ្លើយតបនៅវីដេអូក្រោយបាយបាយ